close here nát cái việc bắt ra default nắng ấy và bây giờ vô bị bọc nó mình máu lụt lấy giờ này mình nắng chẳng nóการប្រើប្រាស់ tool បន្តិចជាទូទៅពេលយើងបង្កើតกระดาษថ្មីមកវាមាន tool របស់វានេះគេហៅថា toolbar ខាងលើនេះគេហៅថា option អញ្ចឹងណាខាងនេះគេហៅថា panel នេះមានថា panel គ្រប់នេះវាមានច្រើនមិនមានតែប៉ុណ្ណឹងវាមាន color វាមាន layer វាមាន gradient មាន adjustment អីចឹងណាអាហ្នឹង panel គ្រប់ panel ណាបាទដល់ពេលអានេះស៊ីសូយើងចង់ទាញមកដាក់ខាងនេះក៏បានខាងនេះក៏បានដែរតែចិត្តទេហើយអ្វីដែលយើងសំខាន់ឧទាហរណ៍ថាវាបាត់ tool ទាំងអស់នេះវាបាត់ tool ខាងលើនេះវាបាត់ tool ទាំងអស់ហ្នឹងតើយើងទៅយកកន្លែងណាអញ្ចឹងដើម្បីយកវាបានទី1គឺយើងចុចកន្លែង window នេះ tool ដែលសំខាន់ដែលយើងត្រូវប្រើមាន3ឯងបាទទី1 layer យើងប្រើចាំបាច់អាហ្នឹងណាទី2គឺ tool ហ្នឹងគឺអាចចំហៀងនេះខ្ញុំដោះ text ចេញមើលបាត់ញ៉ាត់ទី3គឺ option ខាងលើនេះបាទ option នេះដល់បាត់ឃើញទេបាទហើយទាំងអស់នេះគឺយើងអាចដោះចេញបានដូចគ្នាកន្លែងហ្នឹងណាបាទអញ្ចឹងពេលដែលយើងចង់ដាក់វាវិញចុចលើវាវិញមក tool មកហ្នឹងចេញមកវិញហើយបាទពេលដែលយើងចង់ដាក់ option ខាងលើនេះវិញហើយអញ្ចឹងណាបាទហើយមួយទៀត ruler នេះអា ruler នេះយើងវាស់ຂະຫນាតនឹងយើងបើវាមានយើងចង់ដាក់មកបើយើងអត់ចង់ដាក់ទេយើងដោះវាចេញពីក្នុងហ្នឹងអញ្ចឹងអាហ្នឹងយកចូល view វិញហើយមានពាក្យថា ruler បើយើងប្រើ shortcut key control O អាហ្នឹងណានេះពេលខ្ញុំដោះពុបបាត់ ruler បាត់អាហ្នឹងដូច word យើងអញ្ចឹងមាន ruler ដែរតែហ្នឹងយើងគួរប្រើវាបាទយើងដាក់វាទៅទៅយើងស្រួលវាស់ទាញយើងទៅអាហ្នឹងអត់បញ្ហាអាហ្នឹងវាដូចជាមិនសិតទឹះអីទេបើយើងចង់ដាក់ទៅយើងចង់ដាក់អត់អីទេអូខេពេលដែលយើងដឹងពី tool ទាំងអស់ហ្នឹងហើយយើងអាចរៀបចំ cell វាទុកមួយឧទាហរណ៍ដូចរបស់ខ្ញុំអញ្ចឹងខ្ញុំដាក់ layer ខាងឆ្វេងហើយ option ឬក៏ touch ឬក៏ character អីខ្ញុំដាក់ខាងស្ដាំអញ្ចឹងទៅហើយយើងចង់ cell ឈ្មោះគេហៅថាជាប្រភេទនេះណា workspace នេះឃើញមានឈ្មោះរបស់ខ្ញុំហ៎មានថាខ្ញុំ cell ទៅដាក់ឈ្មោះរបស់ខ្ញុំទុកថ្ងៃក្រោយទៅឧទាហរណ៍ថា computer នេះយើងប្រើច្រើនគ្នាប្រកាសគេចូលមកគេចុច loop tool loop ស្អីអញញ៉ៃឧទាហរណ៍ដល់ឥឡូវឧទាហរណ៍ខ្ញុំយកអីគេ default របស់វានេះចាអញ្ចឹងគេខ្ញុំយក default មកវា load ញ៉ៃបាត់អត់មាន tool នេះខាងអីគេគ្រប់ panel នេះគឺបាត់អស់ហើយបាទអញ្ចឹងយើងចង់ដឹងថាបាត់អស់ហើយអញ្ចឹងធ្វើម៉េចដើម្បីយកមកវិញអញ្ចឹងយើងបាន save ឈ្មោះឲ្យយើងទុកដែរអញ្ចឹងយើងអត់ឲ្យចូល work window ហ្នឹងហើយយើងយក workspace ចុចចំឈ្មោះយើងវិញមកវា load មករបស់យើងវិញឯងចឹងឥឡូវឧទាហរណ៍ឥឡូវខ្ញុំទៅរៀបខ្ញុំយកធម្មតាវាមិនឥឡូវខ្ញុំទៅ add ជាមួយទៅនឹង layer យើងមានហើយមែនណាបាទប៉ុន្តែវានៅក្រោមនេះចឹងខ្ញុំទាញវាមកដាក់ខាងនេះទាញដាក់អញ្ចឹងណាហើយadjustment នេះខ្ញុំអត់យកទេខ្ញុំចង់លុបវាចោលបាទយើងអាច close វាចោលចុចលើវាហើយទៅ close ខ្ញុំយកទៅ property ហើយនឹង character ឧទាហរណ៍ខ្ញុំយក character paragraph ហ្នឹងនេះខ្ញុំទាញវាមកដាក់ហ្នឹងចុះវាមានតែ3ឯងហ៎ចុះខ្ញុំចង់ save ឈ្មោះហ្នឹងទុកមួយឈ្មោះអីផ្សេងឧទាហរណ៍ខ្ញុំចុចលើវាមកខ្ញុំយកពាក្យថា workspace ហើយខ្ញុំយកពាក្យថា new workspace កន្លែងហ្នឹងណាបាទចុចលើវាហើយវា save វាដាក់មកដាក់អីគេឧទាហរណ៍ឥឡូវខ្ញុំដាក់ថា box ប្រអប់ហ្នឹងទៅខ្ញុំចុច save ហើយបើយើងចង់ add ជាមួយនឹង shortcut key add ទីយើងអាចសូ text កន្លែងហ្នឹង text bar ហ្នឹងដើម្បីវា location នេះយើង text មកកន្លែងហ្នឹងបើយើងអត់ចង់ទេ save ធម្មតាទៅអញ្ចឹងខ្ញុំបាន2ឯង workspace ខ្ញុំមាន2ឯងបើខ្ញុំយកឈ្មោះខ្ញុំនេះពុកមកនេះលួតអានេះមកកណ្ដាលបាទដល់ពេលយើងបុកនេះវាលួតទៅ3មកមិញឯងតែបើយើងយកពាក្យ default របស់វាជាទូទៅវាមាន default វានេះឃើញទេ default វាលួតប៉ុណ្ណឹងដែរតែបើខ្ញុំចុចបិទ close វាណាត់ចឹងវាបាត់អា default ហ្នឹងណាបើខ្ញុំយកពាក្យ box ហ្នឹងវិញមកលួត layer ហ្នឹងវិញហ្នឹងចឹងហ្នឹងយើង save វាដែរបាទហ្នឹងហើយឥឡូវ
อันนี้จะตัวนึงการรีบจอม tool ไอ้ workspace มาจำนวนchẳng hạn này